បាទជំរាបសួរបងនេះជាវីដេអូនៃការចង promotion របស់យើងគឺថាបងបើក grand opening ឬក៏បងទៅចាប់ផ្ដើមលក់បងចង់ discount 10%គ្រប់ item ទាំងអស់ឬក៏បងចង់ discount 10%ទៅលើ hot លើ i លើ drink របស់បងណាមួយចឹងបងបាទអញ្ចឹងបងអាចចងនៅក្នុង system របស់យើងបានមកអញ្ចឹងដើម្បីបងអាចចងនៃ promotion របស់យើងបានបងចូលខាង loyalty program បាទហើយបងឃើញពាក្យមួយថា promotion បាទបងចុចលើ promotion ហ្នឹងមកបាទនេះជា promotion ចាស់របស់យើងគឺមាន history នៅហ្នឹងអញ្ចឹងបើបងមាន promotion ថ្មីបងគ្រាន់ចុច create អញ្ចឹងនេះចេញ form ឲ្យយើងមកអញ្ចឹងនេះបងអាចដាក់ឈ្មោះ promotion របស់បងដែលចង់បង្កើតនឹងបានឧទាហរណ៍ខ្ញុំដាក់ថា new opening អញ្ចឹងបាទ new opening ហើយហ្នឹងជាឈ្មោះ promotion របស់យើងអានេះថ្ងៃចាប់ផ្ដើមថ្ងៃចាប់ផ្ដើមបងអាចដាក់កំណត់ទុកបានឧទាហរណ៍ថាបើបងចាប់ផ្ដើមពីថ្ងៃស្អែកបងចង់បង្កើតពីថ្ងៃនឹងទុកអាហ្នឹងបងអាចកំណត់ថ្ងៃឲ្យវាចាប់ផ្ដើមពីថ្ងៃស្អែកទៅបានមកនេះយើងចាប់ផ្ដើមចឹងបានណាបងបាទអានេះខ្ញុំដាក់ថ្ងៃនឹងមកទៅឲ្យវាចាប់ផ្ដើមពីថ្ងៃនឹងទៅបាទអានេះជាថ្ងៃឲ្យវាចាប់ផ្ដើមនៅ promotion របស់យើងអានេះជាថ្ងៃបញ្ចប់អញ្ចឹងមានន័យថ្ងៃបញ្ចប់ហ្នឹងបើបង set up ថាមួយអាទិត្យឲ្យវាដំណើរការទៅមួយអាទិត្យដល់ថ្ងៃអាទិត្យក្រោយឲ្យវាឈប់អូតូអាហ្នឹងបងគ្រាន់តែដាក់ថ្ងៃប៉ុណ្ណឹងទៅពេលដល់ផុតកំណត់គឺ promotion ហ្នឹងគឺវាឈប់អូតូក្នុង system របស់យើងបាទចានេះថ្ងៃបញ្ចប់មានន័យថា stop day នេះថ្ងៃដែលវាឈប់ដំណើរការ promotion ហ្នឹងបងបាទអញ្ចឹងខ្ញុំដាក់ថ្ងៃ30ហ្នឹងអានេះទៅលើម៉ោងអញ្ចឹងលើម៉ោងសម្រាប់ម៉ោងនេះគឺម៉ោងដែលយើងចង់ឲ្យវាចាប់ផ្ដើមបងឧទាហរណ៍ថារបស់ខ្ញុំម៉ោង10ជាងខ្ញុំចង់ឲ្យវាចាប់ផ្ដើមពីម៉ោង10ជាងទៅក៏បានដែរបងចឹងអានេះខ្ញុំដាក់ម៉ោងចាប់ផ្ដើមគឺខ្ញុំចង់ឲ្យវាចាប់ផ្ដើមពីឥឡូវទៅបងនេះបាទអានេះថ្ងៃដែលបញ្ចប់ឬថ្ងៃវាឈប់មានន័យថាថ្ងៃនេះគឺផ្ដោតទៅលើថ្ងៃ30នេះបងចឹងអាទិត្យក្រោយថ្ងៃ30ហ្នឹងគឺចង់ឲ្យវាឈប់នៅម៉ោងប៉ុន្មានចឹងបងអានេះខ្ញុំដាក់តាមម៉ោង 12 AM ចឹងទៅគឺឲ្យវាឈប់នៅថ្ងៃទី30ម៉ោង 12ចឹងបងបាទចឹងនេះ price list លក់របស់យើងគឺ price list ដុល្លារចឹងទៅចឹងហ្នឹងជាការ promotion របស់យើងមកចុចប៉ុណ្ណឹងហើយមកចុច sale ទៅចុចចេះបាទអញ្ចឹងពេលហ្នឹងបងឃើញទេគឺបងបាន promotion របស់បងមួយបងបាទអញ្ចឹងពេលដែលបងបាន promotion ប៉ុណ្ណឹងហើយគឺអត់ទាន់ចប់ទេយើងនៅមួយដំណាក់កាលទៀតគឺបងត្រូវ set up សិនព្រោះអីវាអត់ទាន់ដឹងថាបងបានទៅលើធ្វើការ discount ទៅលើ item ណាខ្លះទេអញ្ចឹងបងត្រូវទៅ set up សិនណាបងនេះបងយក set up មកបាទនេះចូលដល់កន្លែងការ set up របស់យើងហើយអញ្ចឹងសម្រាប់ការ set up ទៅលើការ discount អាហ្នឹងបងអាច discount ទៅតាម group ឬក៏បង discount all បានបងមើលកន្លែងទៅលើគ្រប់ item នេះអានេះបងកន្លែង price list បងបាច់ទេហើយកន្លែងនេះបងឃើញកន្លែង item group បាទនេះបងឃើញមានពាក្យ all group អញ្ចឹងបើបងរើស all group បងចុច filter មកបាទ all group បងចុច filter មកបងឃើញហើយគឺវាចេញនៅរូបគ្រប់ item របស់យើងដែលមានក្នុង system ទាំងអស់គឺវាយកមក discount ទាំងអស់តែបើសិនជាបងថាអូបងចង់ discount ទៅលើតាមទៅគ្រប់ណាមួយទេដូចរបស់ខ្ញុំមានខាង food ខាង drink សម្ភារៈអីចឹងទៅអញ្ចឹងឥឡូវនេះខ្ញុំចង់ discount ទៅខាង food ទេខ្ញុំអត់ចង់ discount ខាងប្រភេទ drink ទេអញ្ចឹងបើបង discount គ្រប់មួយណាបងចុចលើគ្រប់មួយហ្នឹងទៅអញ្ចឹងបើខ្ញុំដាក់ទៅលើគ្រប់ food បាទគ្រប់ food ទៅខ្ញុំចុចទៅលើគ្រប់ food មកបាទនេះអញ្ចឹងមានន័យថាហើយយើងចុច filter បងពេលបងដាក់ food ហើយបង filter មកបាទអញ្ចឹងពេលហ្នឹងវានឹងយកតែប្រភេទ food របស់យើងមកទេបើបងខាង drink ចុចយក drink គឺវាចេញតែ drink មកទេអញ្ចឹងអានេះខ្ញុំចង់ discount ទៅលើគ្រប់ food ហ្នឹងអានេះជាភាគរយបងមានន័យថាក្នុងគ្រប់ហ្នឹងបងចង់ discount ប៉ុន្មានភាគរយឥឡូវខ្ញុំថាខ្ញុំចង់ discount 10%គ្រប់ food ទាំងអស់ដែលមាននៅក្នុង system របស់ខ្ញុំបងបាទដោយសារខ្ញុំមានការ promotion ខ្ញុំទៅបើកថ្មីអញ្ចឹងបងពេលដែលបងដាក់ 10% ទៅបងមើលនេះកន្លែង discount rate នេះគឺវា load 10%ទាំងអស់គ្រប់ item របស់យើងអញ្ចឹងបាទអញ្ចឹងបងវាធ្វើឲ្យអានេះជា discount អញ្ចឹងបងដាក់10អញ្ចឹង 10% 20%បងដាក់20អញ្ចឹងបងមើលអានេះវាថាខ្ញុំដាក់20%បងឃើញកន្លែងនេះ discount rate របស់យើងគឺវាដាក់ចូល20%គ្រប់ item របស់យើងទាំងអស់បាទអញ្ចឹងបើបង set up ទៅនឹងហើយអីបាទបងក៏ចុច share មកបាទបងឃើញវាដាក់ save full មកចេញមកក្រៅមកបាទអញ្ចឹងអានេះបងត្រូវសម្គាល់ឃើញ create មក create view អញ្ចឹងមានន័យថាត្រូវឲ្យវាដំណើរការអញ្ចឹងបងត្រូវ click ទេបងបាទអញ្ចឹងសម្រាប់ការ set up promotion របស់យើងគឺមានតែប៉ុណ្ណឹងបង